បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទនៅក្នុងវីដេអូនេះដែរខ្ញុំបាទនឹងចែករំលែកអំពីវិធីធ្វើភេសជ្ជៈថ្មីមួយដែលមានឈ្មោះថា Matcha Espresso Latte ដើម្បីបាន Matcha Espresso មួយកែវយើងមានគ្រឿងផ្សំដូចជាយើងមានម្សៅ Matcha ចំនួន4ក្រាមកាហ្វេ Quinn ចំនួន2សតទឹកដោះគោស្រស់ចំនួន95 ml បាទចំពោះភេសជ្ជៈនេះដែរគឺខ្ញុំបានធ្វើតេស្តរួចរាល់គឺវាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនទាំងអស់គ្នាអូខេតោះអញ្ចឹងតិចទៀតយើងនឹងមើលគ្រឿងផ្សំហើយនឹងខ្ញុំនឹងបញ្ចូលលម្អិតអំពីវិធីធ្វើទាំងអស់គ្នាបាទនេះគឺជាគ្រឿងផ្សំរបស់យើងដែលយើងមានដូចជាកាហ្វេមានទឹកដោះគោមានទឹកស្ករបាទហើយនឹងម្សៅម្ឆារបស់យើងដូច្នេះហើយជាដំបូងបងប្អូនត្រូវត្រៀមកូរម្សៅម្ឆាទុកឲ្យហើយបន្ទាប់ពីយើងកូរម្សៅម្ឆារួចរាល់ក៏យើងចាក់ចូលបាទចាក់ទឹកស្ករចំនួន15 ml ចូលហើយទឹកដោះគោស្រស់ចំនួន25 ml ចូលហើយយើងចាក់ម្សៅម្ឆាឬទឹកម្ឆាដែលយើងកូរហើយហ្នឹងគឺចូលជាមួយគ្នាបន្ទាប់មកគឺយើងធ្វើការកូរវាឲ្យសព្វបាទបងប្អូនត្រូវកូរវាឲ្យសព្វឲ្យគ្រឿងទាំង3មុខនេះគឺរលាយចូលគ្នាបានល្អរួចហើយបានយើងធ្វើការចាក់ទឹកកកចូលបាទទឹកកកយើងចាក់ឲ្យពេញកែវណាបងប្អូនបាននៅពេលដែលយើងចាក់ទឹកកកចូលពេញកែវហើយក៏យើងយកទឹកដោះគោស្រស់ចំនួន50ដែលយើងដាក់ក្នុងពែងតូចហ្នឹងគឺយើងចាក់ពីលើតែម្ដងអញ្ចឹងទឹកដោះគោស្រស់អាចចន្លោះពីប្រើទាំងអស់ហ្នឹងគឺចំនួនពី75ទៅ90 ml ផងដែរបាទបន្តបងទៀតបងប្អូនត្រូវចាក់កាហ្វេ Quinn ចំនួន60 ml ស្មើនឹង2សតចូលពីលើបាទដូច្នេះហើយយើងក៏បង្កើតបានដូចជាមីនុយថ្មីមួយដែលមានឈ្មោះថា Matcha Espresso Latte បាទគឺវាមាន3បាទចំពោះរសជាតិ Matcha Espresso Latte នេះនៅពេលដែលយើងផឹកចូលមាត់ទៅនៅក្នុងចុងមាត់យើងនឹងមានធុំក្លិនម្ឆាហើយគុលអណ្ដាតនៅពេលដែលយើងបឺតទៅគឺវាធុំក្លិនកាហ្វេហើយចំពោះរសជាតិបានគឺវាទទួលយកបានគឺឆ្ងាញ់គឺយើងមិនចាំបាច់ប្រើស្ករលើសពីហ្នឹងគឺស្ករ15 ml ហ្នឹងទឹកស្ករប៉ុណ្ណឹងគឺគ្រប់គ្រាន់បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់ហើយប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូដែលខ្ញុំបានធ្វើបាទបងប្អូនសូមជួយចុច Subscribe បាទដើម្បីបានវីដេអូថ្មីបាទខ្ញុំបាទនឹងចែករំលែកនៅវីដេអូភេសជ្ជៈថ្មីបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាជូនពរសំណាងល្អសុខភាពល្អបាទ